ចាយើងទៅដល់ស្រ័យចំណាត់ទី17ទំព័រទី77តាមវិធីដំណោះស្រាយចំណាត់នេះគឺយើងចង់ដឹងអំពីចម្ងាយផ្លូវដែលមករាធ្វើដំណើរដោយរថយន្តមិត្តភ័ក្តិចម្ងាយផ្លូវដែលគាត់ត្រូវធ្វើដំណើរពីកន្លែងដែលគាត់ចាប់ផ្ដើមដល់គោលដៅគឺវា315គីឡូម៉ែត្រប៉ុន្តែគាត់ជិះ3តង់ទី1គាត់បើកម៉ូតូទៅបាន1/5នៃចម្ងាយផ្លូវប៉ុន្តែបែរជាម៉ូតូខូចគាត់ក៏ជិះរថយន្តឈ្នួល3/10នៃចម្ងាយផ្លូវនៅអត់ទាន់ដល់គោលដៅទៀតអញ្ចឹងបានជាគាត់ត្រូវជិះរថយន្តរបស់មិត្តភ័ក្តិហ្នឹងប៉ុន្តែចម្ងាយផ្លូវដែលបន្ទាប់ពីគាត់ចុះពីរថយន្តឈ្នួលហ្នឹងគឺគាត់ត្រូវធ្វើដំណើរដោយរថយន្តមិត្តភ័ក្តិយើងត្រូវកណនីចម្ងាយផ្លូវហ្នឹងអញ្ចឹងហើយយើងរកចម្ងាយផ្លូវដែលគាត់ធ្វើដំណើរបានសិនមកនេះគឺជាចម្ងាយផ្លូវដែលគាត់ធ្វើដំណើរដោយម៉ូតូនេះជាចម្ងាយផ្លូវដែលគាត់ធ្វើដំណើរដោយរថយន្តឈ្នួលអញ្ចឹងចម្ងាយផ្លូវពីរនេះជាប្រភេទយើងបូកចូលគ្នារួចគេប្រាប់ថានៃចម្ងាយផ្លូវត្រង់នេះក៏នៃចម្ងាយផ្លូវអញ្ចឹងនៃចម្ងាយផ្លូវគឺ315មានន័យថាគុណនឹង315នេះជាចម្ងាយដែលគាត់ធ្វើដំណើរហើយអញ្ចឹងមានន័យថាចម្ងាយផ្លូវសរុបហ្នឹងត្រូវដកនឹងចម្ងាយផ្លូវដែលគាត់ធ្វើដំណើរហើយគឺនៅសល់ប្រវែងផ្លូវប្រវែងនេះប្រវែងផ្លូវនេះហើយជាប្រវែងផ្លូវដែលគាត់ត្រូវធ្វើដំណើរដោយរថយន្តមិត្តភ័ក្តិរបស់គាត់ហ្នឹងចាអរគុណ